សន្តិភាពក្រោមមលុបវធម៌កាលណាបើនិយាយពីមលុបគឺយើងត្រូវនឹកទៅដល់វត្ថុដែលអាចមានជារូបរាងហើយជានៅស្រមោលបាំងកម្ដៅឲ្យយើងដូចជាដើមឈើឬក៏ឆាត់ឬក៏ដំបូលផ្ទះប៉ុន្តែមលុបដែលនៅក្នុងនៃព្រះធម៌នេះគឺសំដៅដល់ភាពសុខតិចតាមទ្វា3គឺទ្វាកាយទ្វាវិជ្ជាទ្វាចិត្តពាក្យសន្តិភាពត្រូវបានយកទៅប្រើនៅក្នុងសង្គមយ៉ាងទូលំទូលាយគឺផ្ដោតទៅលើការរស់នៅដោយសុខដុមរមនាដោយមិនមានសង្គ្រាមមិនមានគ្រោះទុរភិក្សនិងមិនមានចម្បាំងរាំងជលហើយការរស់នៅដោយសុខសន្តិភាពជាលក្ខណៈសង្គមគឺពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋពាក់ព័ន្ធនឹងការដឹកនាំថ្នាក់ជាតិប៉ុន្តែប្រធានបទរបស់យើងក្នុងពេលនេះគឺផ្ដើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ពីព្រោះសេចក្តីសុខឬក៏សេចក្តីស្ងប់ដែលហៅថាសន្តិភាពផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តនេះសម្រាប់បុគ្គលម្នាក់បើសិនបើរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាពក៏ដោយបើមិនមានការអប់រំបើមិនមានការធ្វើទុកក្នុងចិត្តឲ្យអបាយត្រូវទំនងទេក៏នៅតែអាចកើតភាពក្តៅក្រហាយខ្វះភាពសុខក្នុងរមនាដែរឧទាហរណ៍ដូចជាបច្ចុប្បន្ននេះយើងសង្គ្រាមផ្ទៃក្នុងស្រុកយើងមិនមានទេប៉ុន្តែក៏គង់នៅមានមនុស្សក្តៅក្រហាយដោយមានការធ្វើនៅអំពើផ្សេងរហូតដល់ទៅមានអំពើហិង្សាក្នុងគ្រួសារជាដើមនេះមិនឈ្មោះថារស់នៅក្នុងសន្តិភាពផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តពិតប្រាកដទេសន្តិភាពដែលមកពីពាក្យដើមថាសន្តិដែលព្រះពុទ្ធបរមគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងគឺសំដៅដល់ស្ងប់ដល់ក្រៃលែងហៅថា ultimate peace គឺព្រះនិព្វានដែលសេចក្តីសុខស្ងប់នេះគឺត្រូវផ្ដើមចេញពីការរៀនស្ងប់កាយស្ងប់វាចាស្ងប់ចិត្តនេះឯងស្ងប់កាយមិនមែនមានន័យថាអត់ធ្វើអីតាមផ្លូវកាយទេគ្រាន់តែអំពើទៅតាមផ្លូវកាយប្រាសចាកនូវភាពក្តៅក្រហាយស្ងប់វាចាក៏មិនមែនមានន័យថាមិននិយាយអ្វីនោះដែរគ្រាន់តែពាក្យសម្ដីដែលនិយាយទៅប្រកបដោយពយៈវាចាជាដើមពយៈវាចាមានន័យថាសម្ដីជាទីស្រឡាញ់បាទសម្ដីដែលប្រព្រឹត្តទៅដោយសេចក្តីស្ងប់ហ្នឹងគឺត្រូវប្រកបដោយលក្ខណៈពីរយ៉ាងសំខាន់ទី1ហៅថាពុភៈធាន័យពុភៈប្រែថាផ្កាសម្ដីផ្កាមនុស្សដែលអាចនិយាយចេញសម្ដីផ្កាបានក៏ត្រូវតែមានសន្តិភាពផ្លូវសម្ដីហ្នឹងឯងសន្តិភាពផ្លូវសម្ដីក្នុងទីនេះគឺសម្ដីពិតអញ្ចឹងពាក្យពិតបាទហើយសម្ដីដ៏ល្អជាងនេះទៅទៀតហៅថាមធុវាចាសម្ដីទឹកឃ្មុំមធុរៈមធុហ្នឹងគឺសម្ដីទឹកឃ្មុំដែលសម្ដីទឹកឃ្មុំនេះគឺប្រកបទៅដោយប្រយោជន៍ប្រកបដោយភាពទន់ភ្លន់ពីរសស្អាតពេលខ្លះពិតប៉ុន្តែនិយាយដូចជាកថាដាក់គេអញ្ចឹងអាហ្នឹងมันអាចជាមធុវាចាទេមធុវាចាគឺត្រូវប្រកបដោយលក្ខណៈពីរទី1ទន់ពីរសគួរជាទីសន្តាប់ផងហើយប្រកបដោយប្រយោជន៍ទៀតប្រយោជន៍ផ្ដល់អត្ថប្រយោជន៍ដល់អ្នកស្ដាប់ហៅថាមធុវាចាអញ្ចឹងបុគ្គលដែលអាចពោលពាក្យមានលក្ខណៈពីរនេះទៅបានក៏ត្រូវអាស្រ័យខាងក្នុងនោះមានភាពស្ងប់អញ្ចឹងពាក្យស្ងប់នេះមិនមែននៅស្ងៀមទេនៅតែនិយាយហើយមនុស្សដែលនិយាយច្រើនជាងគេគឺពុទ្ធហ្នឹងឯងប៉ុន្តែព្រះអង្គនិយាយស្ងប់មិនដុតកម្ដៅមិនជះកំហឹងមិនឌឺដមមិនផ្លែផ្កា
បើត្រូវណែនាំគឺណែនាំត្រូវពន្យល់គឺពន្យល់បាទហើយមួយទៀតនោះដែលយើងមិនងាយនឹងកត់សម្គាល់បានគឺស្ងប់ចិត្តបងប្អូនទាំងអស់គ្នាដែលអង្គុយពេលនេះគ្រាន់តែមិននិយាយប៉ុន្តែមិនមែនមានន័យថាចិត្តនោះស្ងៀមនោះទេមែនទេចិត្តកំពុងតែគិតកំពុងតែធ្វើប៉ុន្តែស្ងប់ចិត្តក្នុងទីនេះគឺស្ងប់អកុសលធម៌ស្ងប់នៅអកុសលវិតកៈផ្សេងមានកាមវិតកៈព្យាបាទវិតកៈនិងវិហង្សាវិតកៈឬក៏ដោយមិច្ឆាទិដ្ឋិជាដើមបាទហើយនៅក្នុងគម្ពីរខុទ្ទកនិកាយព្រះអង្គសម្ដែងថាបុគ្គលដែលមានកាយស្ងប់មានវាចាស្ងប់មានចិត្តស្ងប់ប្រកបជាធ្វើនៅទីបំផុតទុកបានបុគ្គលនោះបានឈ្មោះហៅថាជាព្រះអរហន្តនឹងចឹងនិយមន័យខ្ញុំបញ្យល់ខ្លីៗប៉ុណ្ណឹងចាត់ជាកិច្ចបើកវគ្គស្វាគមន៍ក្នុងពេលនេះហើយតទៅនឹងមានសំណួរចម្លើយតាមការគួរ